miền bong phôn khai cả xuôi nhom than trẻ bong Asaka nhom lư sô kê tha nơi Americ ta đằng máy tham côn mê nà on vì chả cá pết rư cả on ok bong phôn môn nâng chọn đằng tha vì chả cá pết rư cả on hay môn nâng nhom chlai sầm nua bong phôn thà vì pết rư cả mình pết bong phôn mà đạp rư ní mùi sần khmênh nơi sọc Americ pê để cái thông pin vấy bong phônการรวនៅជាមួយគ្នាជាសង្សារជា boyfriend girlfriend ណាគេអត់ងាយរៀបការទេហេតុអីក៏ខ្ញុំដឹងវាជាទូទៅហើយការពិតហើយមូលហេតុនៅខាងក្រោយហេតុអីបានគេមិនចង់រៀបការខ្ញុំបានសួរក្មួយស្រីម្នាក់ព្រោះអីគាត់នៅជាមួយគ្នាហ្នឹងបានកូនពីររៀងត្រឹសដែរកូនចូលអាយុជិតកំមុំដែរហើយបងប្អូនចាហើយក្មេងស្រុកនេះតា8 9ឆ្នាំហ្នឹងគឺគ្រប់ការហើយចាថាចូលដល់វ័យក្រមុំអញ្ចឹងណាខ្ញុំសួរថាហេតុអីក៏កូនរៀងធំដែរហើយអត់ព្រមរៀបការមិនក៏មិនរៀបការក៏ឆ្លើយបែបរៀងលក្ខណៈងាយស្រួលក៏ថាការធ្វើអីមីងការធ្វើអីបងការទៅជាប់ដៃជាប់ជើងបើគេចង់បែកគ្នាគេចង់និយាយចឹងថាបើគេចង់លេងគ្នាឬក៏គេចង់បែកគ្នាគេចង់ separate អីក៏អីចឹងទៅវាពិបាកនៅក្នុងការរញ៉េរញ៉ៃទៅគេហៅថាទៅធ្វើសបុតលេងលេះអីចឹងទៅព្រោះអីតែគេរៀបការឲ្យគេចុះសបុតអាពាហ៍ពិពាហ៍បងប្អូនអញ្ចឹងអានឹងស្របច្បាប់អញ្ចឹងដល់ពេលលេងលេះវាពិបាកនៅក្នុងការចែកទ្រព្យរួមចែកអីចឹងទៅចាមានកូនចែកអីចឹងទៅគេថាគេអត់ចង់ការទេគេនៅជារបៀប single boyfriend girlfriend ទោះបីគេរស់នៅជាមួយគ្នាគេមានកូនជាមួយគ្នាក៏គេអត់សូវខ្វាយខ្វល់ពីរឿងរៀបការដែរបងប្អូនចាអានេះគឺមូលហេតុដែលនៅពីក្រោយថាហេតុអ្វីបានជាក្មេងស្រីគាត់អត់ចូលចិត្តរៀបការគាត់អត់ចង់រៀបការហើយនៅនេះមានថាអូរៀបការហើយចង់លេងគេថាវាពិបាកវារញ៉េរញ៉ៃអូខេនិយាយថាគេថាវារញ៉េរញ៉ៃបើ boyfriend girlfriend គាត់ថាគេចង់បែកគ្នាគឺគេបែកគ្នាទៅហើយបើថាអាចមានលទ្ធភាពជួយចិញ្ចឹមកូនគេហៅ child support អីចឹងណាបងប្អូនចាទំនុកបំរុងកូនរៀនសូត្រអីចឹងទៅហើយតែកូនគ្រប់អាយុ18ឆ្នាំ child support ហ្នឹងក៏ដាច់ដែរចាអាហ្នឹងបើថាឪពុកនៅស្រឡាញ់កូននៅចង់ជួយទំនុកបំរុងកូនអាចជួយឲ្យកូនរៀនចប់ college អីចឹងទៅចារហូតដល់កូនអាចគេហៅថារឹងដៃរឹងជើងអាចរកការងារធ្វើខ្លួនឯងបានអានឹងជីវិតក្មេងៗដែលគាត់រស់នៅទីនេះគឺលក្ខណៈបែបហ្នឹងគឺគេហៅថាបែបសេរី freedom តែម្ដងនៅអាមេរិកបងប្អូនចាហើយចូលទៅសំណួរយើងវិញបងប្អូនក៏សួរថារៀបការជាមួយម្ដាយថែមកូនតើវាជាការពិតឬទេវាជាការពិត 90% បងប្អូនចាវាជាការពិត 90% ព្រោះក្មេងៗនៅទីនេះជួនកាលគាត់នៅជាមួយគ្នាហើយគាត់អត់មានការប្រុងប្រយ័ត្នអីចឹងទៅក៏អត់ការពារអីចឹងទៅក៏ចា boyfriend girlfriend ហ្នឹងមានកូន1កូន2ចឹងទៅគេចែកផ្លូវគ្នាចឹងទៅអាហ្នឹងមានកូនណាដល់ពេលអ្នកក្រោយមករៀបការជាមួយម្នាក់ហ្នឹងគេហៅ single mom ឬក៏បើនិយាយទៅអានេះអត់មានឈ្មោះថាជាមេម៉ាយទេគឺ single mom អ្នកនៅលីវប៉ុន្តែមានកូនចាចឹងទៅភាគច្រើនអត់សូវមានមេម៉ាយទេមានតែ single mom ព្រោះបើសិនយើងរៀបការបានយើងខ្លាចជាមេម៉ាយមិនចឹងបងប្អូនពេលយើងលេងគ្នាប៉ុន្តែពេលដែលគេអត់រៀបការវានៅជា single mom អញ្ចឹងអ្នកក្រោយដែលមករៀបការជាមួយម្ដាយគឺអាចទទួលបានកូន free ចឹងទៅមាន1មាន2អីតាមស្ត្រីដែលជាម្ដាយនឹងចឹងទៅចាអានេះឆ្លើយតបនឹងសំណួររបស់បងប្អូនអញ្ចឹងឈប់ឆ្ងល់បានហើយបើថាពេញចិត្តនឹងការចែករំលែករបស់ខ្ញុំជួយ share វីដេអូខ្ញុំម្នាក់មួយផងអរគុណណាចា